បអសាទរប្រទេសកម្ពុជាយើងទទួលបានសិទ្ធិសន្តិភាពពេញលេញវិញហើយនេះគឺពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃនៅប្រទេសម៉ាឡេស៊ីនៅថ្ងៃអាទិត្យទី26ខែតុលាឆ្នាំ2025នេះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃបានចុះហត្ថលេខាជាផ្លូវការហើយដោយមានលោក Donald Trump និងលោក Anwar Ibrahim ជាសាក្សីនៅទីក្រុងកាឡាឡាំពួរប្រទេសម៉ាឡេស៊ីនេះគឺជាដំណឹងមួយដែលល្អខ្លាំងបំផុតដែលប្រទេសកម្ពុជារបស់យើងទទួលបានសិទ្ធិសន្តិភាពពេញលេញត្រឡប់មកវិញហើយអ្វីកាន់តែរំភើបនោះគឺលោក Donald Trump ប្រធានាធិបតីអាមេរិកប្រកាសថាទាហានកម្ពុជា18រូបដែលថៃបានចាប់ខ្លួនទៅនឹងត្រូវដោះលែងមកវិញក្រោមកិច្ចព្រមព្រៀងសន្តិភាពមួយនេះចឹងបើយើងគិតមកដល់ថ្ងៃទី26តុលាឆ្នាំ2025នេះគឺមានរយៈពេល89ថ្ងៃហើយដែលថៃបានចាប់យុទ្ធទាហានកម្ពុជារបស់យើងនឹងចំនួន18រូបទៅអញ្ចឹងយើងនឹងទន្ទឹងរង់ចាំមើលនៃលទ្ធផលក្នុងការវិលត្រឡប់មកវិញក៏ដូចជាវត្តមានរបស់ទាហានកម្ពុជាយើងផងដែរអញ្ចឹងមិនត្រឹមតែប៉ុណ្្នឹងទេបងប្អូនទាំងអស់គ្នាគឺថានៅក្នុងថ្ងៃទី26ខែតុលាឆ្នាំ2025នេះគឺនៅទឹកដីទីក្រុងកាឡាឡាំពួរនៃប្រទេសម៉ាឡេស៊ីគឺថាប្រទេសកម្ពុជាយើងទទួលបានជាមួយនឹងសមិទ្ធផលមួយទៀតនោះគឺសហភាពសហព័ន្ធយុវជនកម្ពុជារបស់យើងត្រូវបានគណៈកម្មការវិតម្លៃនៃលេខាធិការឋានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍នៃអាស៊ានសម្រាប់ប្រកល់ជ័យលាភីពានរង្វាន់អាស៊ាន Pride ដល់សហភាពសហព័ន្ធយុវជនកម្ពុជាសម្រាប់ឆ្នាំ2025នេះផងដែរអញ្ចឹងសម្រាប់ពានរង្វាន់មួយនេះគឺត្រូវបានប្រកល់ឡើងដោយលោកនាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី Anwar Ibrahim ដែលជាប្រធានអាស៊ានផ្ទាល់តែម្ដងដែលជូនទៅដោយលោកស្រីដាំដារ៉ានីជាតំណាងសហភាពសហព័ន្ធយុវជនកម្ពុជាជារួមនៅក្នុងពានរង្វាន់មួយនេះគឺបានបង្ហាញក៏ដូចជាសរបញ្ជាក់ថាជាសក្ខីភាពមួយនៃការទទួលស្គាល់ក្នុងការលះបង់និងស្នាដៃរបស់សមាជិកសសយកទាំងអស់ក្នុងបបផែជាតិមាតុភូមិក្នុងការចូលរួមកសាងសន្តិភាពនិងការអភិវឌ្ឍសហគមន៍អាស៊ានហើយអ្វីដែលកាន់តែពិសេសនេះគឺថាពិធីចុះហត្ថលេខានិងកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងព្រះរាជាណាចក្រកម្ពុជានិងសហរដ្ឋអាមេរិកដើម្បីពង្រឹងនិងពង្រីកពាណិជ្ជកម្មទ្វេភាគីផងដែរជារួមត្រឡប់មកវិញគឺនៅក្នុងថ្ងៃទី26ខែតុលាឆ្នាំ2025នេះគឺយើងទទួលបានសមិទ្ធផលល្អៗជាច្រើនដូចជាកិច្ចពិធីស្ដីពីការធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ានការចុះហត្ថលេខានិងកិច្ចព្រមព្រៀងរវាងកម្ពុជាជាមួយនឹងអាមេរិកដើម្បីពង្រឹងនិងពង្រីកពាណិជ្ជកម្មការទទួលបាននៅពានរង្វាន់ចំពោះសហភាពសហព័ន្ធយុវជនកម្ពុជាដែលត្រូវជ្រើសរើសជាជ័យលាភីទទួលបាននៅពានរង្វាន់សម្រាប់អាស៊ានឆ្នាំ2025គឺជាអាស៊ាន Pride និងសមិទ្ធផលដែលធំបំផុតនោះគឺពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃអញ្ចឹងមិនត្រឹមតែប៉ុណ្្នឹងទេក៏មាននៅការចូលរួមកិច្ចប្រជុំអាស៊ានផ្សេងៗផងដែរដូច្នេះត្រឡប់មកវិញនៅក្នុងវីដេអូនេះគឺជាព្រឹត្តិការណ៍សង្ខេបនៅក្នុងថ្ងៃទី26ខែតុលាឆ្នាំ2025មួយនេះហើយក៏ជាថ្ងៃក៏ដូចជាសមិទ្ធផលដែលប្រជាជនកម្ពុជារបស់យើងត្រូវចងចាំទុកផងដែរ